កូនម្ដាយបើកូនធ្វើជាមន្ត្រីម្ដាយសូមផ្ដាំកូន3យ៉ាងទី1ត្រូវគិតគូរពីប្រជារាស្ត្រចាត់ទុកប្រជារាស្ត្រជាគ្រួសារកាលណាប្រជារាស្ត្របានសុខជាតិបានសុខប្រជារាស្ត្ររងទុក្ខជាតិក៏រងទុក្ខដែរទី2ត្រូវមានភាពស្មោះត្រង់ប្រកាន់សច្ចធម៌ធ្វើជាមន្ត្រីល្អពោលពាក្យពិតគិតប្រយោជន៍ជាតិជាធំបើកូនចង់ក្លាយជាអ្នកមានចូលកូនទៅរកស៊ីតែបើកូនធ្វើជាមន្ត្រីកូនត្រូវតែស្រឡាញ់ជាតិមាតុភូមិចូលកុំឲ្យអំណាចបុណ្យស័ក្តិភាពលោភលន់មកបិទបាំងភ្នែករបស់កូនឲ្យសោះទី3ត្រូវដកខាត់សមត្ថភាពឲ្យពូកែបើកូនគិតគូរពីប្រជារាស្ត្រខ្វាយខ្វល់ពីប្រទេសជាតិតែកូនគ្មានសមត្ថភាពទេកូនក៏មិនអាចក្លាយជាមន្ត្រីល្អម្នាក់ឡើយចូលកូនខិតខំរៀនសូត្រចេះដាក់ខ្លួនឲ្យតម្លៃលើអ្នកចេះដឹងធ្វើខ្លួនឲ្យពូកែនិងគួរឲ្យគោរពនោះកូននឹងចូលរួមចំណែកកសាងជាតិបានកាន់តែប្រសើរហើយកូនម្ដាយមិនថាកូនធ្វើកិច្ចការអ្វីក៏ដោយត្រូវមានមនសិការទោះអ្នកដទៃមិនដឹងតែកូនដឹងក្នុងចិត្តដោយខ្លួនឯង